យុវជនម្នាក់កំពុងឈររងចាំជណ្ដើរយន្តស្រាប់តែមានគេរុញពីក្រោយខ្វាក់ភ្នែកមែនទេបានជីឈោពីងផ្លូវអញ្ចឹងត្រឹមជាបុគ្គលិកបណ្ដោះអាសន្នសោះហ៊ានមកដណ្ដើមផ្លូវគ្នាអត់ឃើញទេអីថាមានអ្នកណាគេមកអ្នកមានអំណាចម្នាក់ក៏ដើរចេញពីជណ្ដើរយន្តមកមិនអីទេរឿងតិចតួចកុំយកទុកក្នុងចិត្តអីបញ្ហាតិចល្អជាងបញ្ហាច្រើនអាឡូបងប្រុសអាម្នាក់ដែលឈោពីងផ្លូវនៅជណ្ដើរយន្តអំបញ្ញមិញខ្ញុំដេញវាចេញហើយឯងនឹងហៅឈ្មោះចិនភីងអាបានសម្គាល់ខ្លួនមួយនេះឯងមិនបាច់ពាក់វាទៀតទេការសាកល្បងការងាររបស់ឯងគឺមិនចប់ទេទុកពេលឲ្យ10នាទីប្រញាប់រៀបចំអីវ៉ាន់ហើយចេញពីទីនេះភ្លាមយ៉ាងម៉េចមិនលើកខ្ញុំនិយាយទេអីចាំខ្ញុំនិយាយម្ដងទៀតមនុស្សដែលមិនយល់ពីច្បាប់ទម្លាប់ដូចជាឯងគ្មានថ្ងៃអាចបោះជំហានចូលក្នុងក្រុមហ៊ុនឆៃគ្រប់បានទេឈិនភីងក៏បានផ្ញើសារយល់ព្រមតាមលក្ខខណ្ឌការងាររបស់នាយកឈិនបានខ្ញុំនឹងទៅឥឡូវនេះស្រាប់តែមានសារលោតចូលមកបញ្ជាក់ថាស្វាគមន៍ការចូលរួមខ្ញុំនឹងទៅទទួលដោយផ្ទាល់ធ្វើការឲ្យលឿនឡើងកុំឲ្យយឺតពេកចាំទទួលភ្ញៀវគិតទីសោយសោះកាលពី2ថ្ងៃមុនឈិនភីងបានញ៉ាំអាហារជាមួយប្រធានក្រុមហ៊ុនឆៃលោកឈិនតែមួយពេលនេះខ្ញុំសូមលើកជូនលោកហើយលោកតាឆៃលោកធ្វើបែបនេះខ្ញុំទទួលមិនបានទេលោកឈិនលោកមានគុណជួយសង្គ្រោះក្រុមហ៊ុនឆៃរបស់ខ្ញុំពេលនេះខ្ញុំចង់អញ្ជើញលោកមកធ្វើជាប្រធានផ្នែកបច្ចេកទេសក្នុងក្រុមហ៊ុនលោកតាឆៃខ្ញុំធ្លាប់តែនៅទំនេរខ្លាចថាមិនសូវស័ក្តិសមទេខ្ញុំចាស់ហើយគ្មានកម្លាំងទៀតទេពេលនេះក្រុមហ៊ុនកំពុងស្ថិតក្នុងដៃកូនប្រុសខ្ញុំក៏ពិតមែនតែខ្ញុំមិនសូវទុកចិត្តទេខ្ញុំចង់រកអ្នកដែលគួរឲ្យទុកចិត្តម្នាក់មកជួយមើលការខុសត្រូវបាទខ្ញុំយល់ព្រមល្អអញ្ចឹងសម្រេចតាមនឹងចុះថ្ងៃស្អែកអាចមកចូលធ្វើការបានហើយត្រឡប់មកបច្ចុប្បន្នវិញឈិនភីងទម្លាក់នាមបានរបស់ខ្លួនចោលលោកតាឆៃមិនមែនខ្ញុំមិនយកយមមនោសញ្ចិតណាចាស់ទេតែក្រុមហ៊ុនលោកមិនអាចទទួលខ្ញុំបានឡើយមិនទាន់ទៅទៀតចង់ឲ្យខ្ញុំឲ្យសន្តិសុខអូសត់ចេញមែនទេអ្នកគ្រប់គ្រងបានស្រែកកំហុសយ៉ាងខ្លាំងពេលនោះវិស្វករចាស់ម្នាក់ក៏រត់ចូលមកចាំសិនអ្នកគ្រប់គ្រងមកតើមានរឿងអ្វីហ្នឹងឡាវចាងរឿងនេះមិនពាក់ព័ន្ធនឹងលោកទេទីប្រឹក្សាឈិនទើបតែមកថ្មីគាត់បានបោះកាត់សម្គាល់ចូលធុងសម្រាមដោយមិនខ្វល់មិនបានថ្ងៃទី2ចង់ចេញទៅវិញលោកមានបញ្ហាជាមួយបញ្ជារបស់ប្រធានឆៃមែនទេទីប្រឹក្សាឈិនគឺលោកប្រធានចាស់ឆៃជាអ្នកអញ្ជើញមកផ្ទាល់ពួកលោកដឹងទេហាហាហាលោកប្រធានចាស់ឆៃឡាវចាងលោកវង្វេងហើយមែនទេគាត់បានចូលនិវត្តន៍1ឆ្នាំហើយពេលនេះគាត់លែងខ្វល់ពីរឿងក្រុមហ៊ុនទៀតហើយរឿងនេះមានអ្នកណាមិនដឹងទៅពូចាំងឈប់ទៅកុំឲ្យបាត់បង់ការងារដោយសារខ្ញុំអីនេះមិនមែនជារឿងរបស់អញទេគឺវប្បធម៌ក្រុមហ៊ុននេះមានបញ្ហាយីឡាវចាងថ្ងៃនេះលោកចង់ទោជាមួយខ្ញុំដល់ទីបញ្ចប់មែនទេបងតើមានរឿងអីហ្នឹងតាជ្រានេះចេះដឹងរឿងគេទៀតហើយមកជន់អញថានរណាជារបស់ចាស់គឺថាឲ្យលោកនឹងយ៉ាងម៉េចឡាវចាងលោកធ្វើការនៅទីនេះរាប់សិបឆ្នាំនៅតែជាវិស្វករធម្មតាដឹងថាមកពីអីទេគឺដោយសារតែចរិតមិនដឹងខ្យល់របស់លោកនឹងឯងគេបានរុញបរោះចំណាស់ឲ្យដួលទៅលើឥដ្ឋយ៉ាងខ្លាំងឡាវចាងថ្ងៃនេះលោកចង់បះបោរមែនទេអ្នកគ្រប់គ្រងបានជន់ដៃគាត់យ៉ាងសាហាវធ្វើឲ្យគាត់ស្រែកជាចាប់អូយលេងទៅតាជ្រាខ្ញុំព្រមមានឲ្យលោកចេះមើលកាលៈទេសៈផងភ្លាមនោះក៏មានយុវជនម្នាក់ចេញមុខមកខាត់យ៉ាងម៉េចចង់ប្រើហិង្សាមែនទេក្មេងតូចកុំឆេវឆាវពេកប៉ះខ្ញុំឯងរស់នៅទីនេះលេងបានហើយស្រាប់តែទូរស័ព្ទដៃរបស់គេរត់ឡើងបាទប្រធានឆៃខ្ញុំដឹងហើយលោកកុំបារម្ភខ្ញុំរៀបចំរួចរាល់អស់ហើយបាទប្រញាប់រៀបចំកន្លែងឲ្យស្អាតភ្លាម
ប្រធានប្រាប់ថាថ្ងៃនេះមានបុគ្គលសំខាន់មកក្រុមហ៊ុនអ្នកជំនាញអីគេយល់ថាជាអ្នកជំនាញបច្ចេកទេសមកពីបរទេសគឺជាកម្ពុជាអ្នកជំនាញក្នុងវិស័យនេះតែម្ដងបុគ្គលិកគ្រប់គ្នាកំពុងធ្វើការយ៉ាងមានញឹកមិនចម្លែកទេដែលលោកជំទាវមានប្រសាសន៍ថាថ្ងៃនេះត្រូវដេញពួកស្លៀកពាក់កញ្ចាស់ចេញឲ្យអស់ស្រាប់តែបរិសម្នាក់ស្លៀកពាក់សាមញ្ញបានដើរចូលមកហេស្លៀកពាក់បែបនេះគិតថាមានសិទ្ធិនៅជាន់តែមួយជាមួយអ្នកជំនាញមែនទេត្រូវហើយតើអ្នកជំនាញមានឋានៈអ្វីអញហ៊ានឲ្យគេមកណែនាំអញទៀតហ៎តើពួកលោកដឹងទេថាអ្នកជំនាញម្នាក់នោះជានរណាពួកយើងដឹងត្រឹមថាជាកម្ពុជាអ្នកជំនាញតែជានរណាលោកជំទាវមិនទាន់ប្រាប់ទេតែយ៉ាងណាក៏មិនមែនជាអក្រិតក្រដូចអញដែរពួកគេនាំគ្នាសើចចំអប់មើលងាយយ៉ាងចាស់ដៃបងតើអ្នកជំនាញម្នាក់នោះមានស្ទីលបែបណាទៅពាក់អាវធំប្រើប្រេនល្បីមែនទេប្រកាសណាស់គាត់ជាកម្ពុជាអ្នកជំនាញមានតម្លៃខ្លួនរាប់សិបលានឯណោះស្នាដៃគាត់ត្រូវគេទទួលស្គាល់ពេញពិភពលោកមនុស្សអស្ចារ្យបែបនេះមកក្រុមហ៊ុនយើងពិតជាសំណាងរបស់យើងណាស់ត្រូវហើយចាំគាត់មកដល់ខ្ញុំត្រូវតែយកចិត្តគាត់ឲ្យបានល្អមិនដូចមនុស្សខ្លះទេស្លៀកពាក់ដូចកម្មករថែមទាំងហ៊ានដណ្ដើមចិន្តាយន្តជាមួយលោកជំទាវទៀតពួកលោកកោតសរសើរអ្នកជំនាញនោះម្លេះច្បាស់ជាចឹងហើយសូម្បីឲ្យកាន់ស្បែកជើងឲ្យគាត់ក៏ខ្ញុំព្រមដែរអូមែនហ៎បានហើយកុំមកញ៉ៃញ៉ៃនៅទីនេះពូចាងក៏ចេញទៅដែរទៅលោកថាម៉េចពួកឯងកាន់ជើងអ្នកក្រៅមិនគោរពច្បាប់ចាប់ពីថ្ងៃនេះទៅពូត្រូវបានបញ្ឈប់ហើយខ្ញុំធ្វើការនៅទីនេះ15ឆ្នាំហើយណា15ឆ្នាំយ៉ាងម៉េចលោកជំទាវហាមាត់តែមួយម៉ាត់ពួកឯងគ្មានសល់អ្វីទាំងអស់ដកជើងចេញភ្លាមឯងនិយាយស្អីខ្ញុំប្រាប់ថាឲ្យដកជើងរបស់ឯងចេញពីដៃគាត់ភ្លាមជីហ៊ានបញ្ជាឯងផងឯងគិតថាឯងជាស្អីយុវជននោះគេចខ្លួនយ៉ាងលឿនធ្វើឲ្យបរិសនោះដួលផ្ងាជើងឯងហ៊ានវាយគេផងពូចាងក្រោកឡើងតោះទៅជាមួយខ្ញុំកន្លែងបែបនេះមិនស័ក្តិសមឲ្យយើងនៅទេលោកទីប្រឹក្សាចិនលោកគឺពូចាងបើមិនយកទោះទេតោះទៅធ្វើការជាមួយខ្ញុំល្អកន្លែងដែលអាប់អួរមានតែបញ្ហាបែបនេះមិនបាច់នៅក៏បានដែរជឿនភីងឯងចាំមើលទៅខ្ញុំនឹងប្តឹងប៉ូលីសឥឡូវនេះឯងហ៊ានវាយគេឯងចប់ហើយតាមចិត្តវាយអញហើយចង់រត់មែនទេឆាប់ចាប់វាទុកភ្លាមបរោះអាវក្រហមដែលត្រូវគេវាយកំពុងខឹងសម្បាយ៉ាងខ្លាំងជាប្រតិចពីក្រោយចាំមើលនរណាហ៊ានប៉ះគាត់លោកជឿនសុំទោសផងខ្ញុំមកយឺតធ្វើឲ្យលោកភ្ញាក់ផ្អើលហើយមែនទេលោកអាក់ជីនមិនក៏លោកអញ្ជើញមកដល់ទីនេះពួកឯងប្រព្រឹត្តចំពោះលោកជឿនបែបនេះឬលោកឈឿនឆៃមីងយ៉នមិនបានប្រាប់ពួកឯងទេថ្ងៃនេះមានបុគ្គលសំខាន់ម្នាក់មកកាន់ក្រុមហ៊ុនឆៃខ្ញុំស្មានតែឆៃមីងយ៉នមានចក្ខុវិស័យវែងឆ្ងាយមើលទៅឥឡូវនេះក៏ត្រឹមប៉ុណ្ណឹងសោះបុគ្គលសំខាន់ដែលពួកឯងកំពុងរងចាំគឺនៅទីនេះហើយមិនអាចទេលោកមានន័យថាគាត់គឺម្នាក់នោះយ៉ាងម៉េចអំបញ្ញមិញពួកឯងមិនទើបតែនិយាយទេថាមនុស្សស្លៀកពាក់កញ្ចាស់មិនស័ក្តិសមនៅជាន់តែមួយជាមួយបុគ្គលសំខាន់លោកអាក់ឈីនតោះទៅខ្យល់នៅទីនេះមិនសូវល្អទេល្អខ្ញុំជូនលោកទៅងាកមកមើលក្នុងបន្ទប់អគ្គនាយកវិញឯងនិយាយប្រាប់យើងម្ដងទៀតមើលលោកជឿនកាត់អីលោកប៉ាខ្ញុំមិនដឹងថាគាត់ជាភ្ញៀវដែលលោកប៉ាអញ្ជើញមកទេមិនដឹងពួកឯងធ្វើរឿងបានល្អណាស់យើងខំទៅអញ្ជើញគេដល់ផ្ទះថែមទាំងដេកចាំមួយយប់ទើបអាចអញ្ជើញគេមកបានតែពួកឯងបែរជាដេញគេចេញនៅថ្ងៃបន្ទាប់ថែមទាំងវាយគេចង់ប្រហិង្សាលើគេទៀតលោកប៉ាខ្ញុំពិតជាមិនដឹងមែនមិនដឹងឯងជាអគ្គនាយកសូម្បីតែក្រុមហ៊ុនខ្លួនឯងអញ្ជើញអ្នកណាក៏ឯងមិនដឹងដែរកុំមកប៉ះយើងជំងឺបេះដូងរបស់គាត់រើឡើងដោយសារតែកំហឹងរៀបចំឡានយើងត្រូវទៅសុំទោសលោកឈឿនដោយផ្ទាល់លោកឈឿនធ្វើឲ្យលោកត្រូវរងការអយុត្តិធម៌ហើយ
នេះគឺលោកចាងជាបុគ្គលិកចាស់របស់ក្រុមហ៊ុនឆៃបច្ចេកទេសខ្លាំងអត្តចរិតរឹតតែល្អសួស្តីលោកប្រធានជៀនខ្ញុំធ្លាប់ពីឈ្មោះលោកយូហើយលោកចាងមែនទេមនុស្សដែលលោកចិនសរសើរមានមិនច្រើនទេសូមស្វាគមន៍មកកាន់យូស៊ីនលោកប្រធានលោកម្ចាស់ឆៃមកដល់ហើយគាត់ថាចង់ជួបលោកចិនជួបឬមិនជួបលោកជាអ្នកសម្រេចមកដល់ទៅហើយកុំឲ្យគាត់ខាត់ជើងអីជួបគាត់ទៅលោកម្ចាស់ឆៃបានដើរចូលមកខាងក្នុងជាមួយនឹងមនុស្សរបស់គាត់លោកចិនតាពិតជាសំទោសលោកខ្លាំងណាស់លោកតាឆៃមិនបាច់ដល់ថ្នាក់នឹងទេមកពីតាយកមនុស្សមកប្រើខុសទើបធ្វើឲ្យលោករងភាពយុត្តិធម៌ពួកត្រីឆានពីរនាក់នោះតាបានឲ្យគេប្រដៅរួចហើយនេះជាលទ្ធផលនៃការដោះស្រាយសុំលោកមើលទៅលោកចិនក៏បានទទួលយកក្រដាសនោះមកមើលដោយការយកចិត្តទុកដាក់លោកចិនតើពេលណាលោកអាចត្រឡប់ទៅក្រុមហ៊ុនវិញលោកតាឆៃខ្ញុំមិនត្រឡប់ទៅវិញទេលោកចិនលោកអាចទាមទារលក្ខខណ្ឌបានប្រាក់ខែគុណជា2ទេគុណជា3តែម្ដងទីប្រឹក្សាចិនគម្រោងមួយនេះពិតជាខ្វះលោកមិនបានទេលោកប្រធានឆៃខ្ញុំសូមសួរលោកមួយសំណួរលោកដឹងទេថាប៉ាលោកចង់អញ្ជើញខ្ញុំគាត់ទៅដេកមកផ្ទះខ្ញុំមួយយប់លោកដឹងទេថាមនុស្សចាស់អាយុ70ជាងគាត់ខ្វល់ខ្វាយពីគម្រោងនេះប៉ុណ្ណាចុះលោកវិញក្រុមហ៊ុនខ្លួនឯងជួលមនុស្សបែបណាមកក៏មិនដឹងមនុស្សរបស់លោកហ៊ានបោះកាត់ការងារខ្ញុំចូលធំសម្រាមនៅចំពោះមុខគ្រប់គ្នានិយាយចប់លោកចិនក៏ងើបចូលរៀបចំខ្លួនដើរចេញលោកតាឆៃមិនមែនខ្ញុំមិនយកទេតែក្រុមហ៊ុនបែបនេះខ្ញុំនៅបន្តលេងបានហើយលោកម្ចាស់ឆៃខឹងខ្លាំងពេកក៏តែកំភ្លៀងកូនប្រុសមួយដៃអញលុតជង្គង់ចុះភ្លាមបរិះនោះក៏លុតជង្គង់ចុះដោយក្តីភ័យខ្លាចចំពោះមុខអ្នកគ្រប់គ្នាប៉ាហេតុអីប៉ាសុកចិត្តឲ្យពួកយើងលុតជង្គង់សុំទោសអ្នកក្រៅហាមនិយាយបែបនេះដាក់លោកចិនហើយកុំហើញថាប៉ានាងឯងមិនស័ក្តិសមទេស្ត្រីវ័យកណ្ដាលកំពុងឈរសម្រក់ទឹកភ្នែកយ៉ាងសោកសៅរឿងចិនដាវយុនគឺនាងប្រើមកជន់ឲ្យធ្វើមែនទេអញទុកឱកាសឲ្យតែម្ដងគត់នាងនិយាយឬមិននិយាយចាស់គឺខ្ញុំល្អណាស់លោកចិនមើលចុះថ្ងៃនេះខ្ញុំនឹងចាត់ការពួកវាទាំងពីរនៅចំពោះមុខលោកតាសាយកាវីដមមិនអាចដោះស្រាយបញ្ហាបានទេលោកតាដឹងច្បាស់ហើយថាបញ្ហាពិតប្រាកដរបស់ក្រុមហ៊ុននៅត្រង់ណាលេងអញពួកឯងមានសិទ្ធិអីមកធ្វើអញ្ចឹងដាក់អញជាប្រធានគ្រប់គ្រងទូទៅណាអញនឹងប្តឹងពួកឯងលោកស្រីសាយមិនលើកលែងឲ្យពួកឯងទេអញនឹងទៅប្តឹងឥឡូវនេះប្តឹងឯងយកអីទៅប្តឹងលោកតាសាយបញ្ជាឲ្យចាប់ពីថ្ងៃនេះទៅបងប្អូនឯងរស់នៅទីនេះលែងកាត់ហើយពួកឯងនឹងស្ដាយក្រោយមិនខានឥឡូវនេះចាក់ចេញទៅខ្ញុំនិយាយតែម្ដងគត់សន្តិសុខអូបរោះទាំងពីរនាក់នោះចេញពីអគារក្រុមហ៊ុនយ៉ាងអណោចអាធំលោកប្រធានគម្រោងយើងចប់ទាំងហើយបើគ្មានទីប្រឹក្សាចិនយើងទៅមុខមិនរួចទេទៅរកអ្នកផ្សេងអស់លុយប៉ុន្មានក៏បានខ្ញុំមិនជឿថាអត់ពីវាក្រុមហ៊ុនយើងរំទេរកអស់ហើយក្នុងប្រទេសមានអ្នកជំនាញតែប៉ុន្មានអ្នកប៉ុណ្ណោះតែគ្មាននរណាព្រមមកទេអញ្ចឹងទៅរកចិនពីងអញ្ជើញគេត្រឡប់មកវិញមកប៉ុន្តែទីប្រឹក្សាចិនបានទៅក្រុមហ៊ុនយីស៊ីងបាត់ទៅហើយលោកប្រធានសាយអគ្គនាយកជិនប្រាប់ថាមិនជួបទេខ្ញុំចង់ជួបចិនពីងលោកចិនក៏មិនជួបដែរអញដឹងទេថាអញជានរណាដឹងទើបមិនឲ្យជួបលោកប្រធានសាយដាច់ចេញមកឈរនៅមុខអគារដោយក្តីអស់សង្ឃឹមនិយាយថាពួកឯងត្រូវបានក្រុមហ៊ុនសាយបណ្ដេញចេញហើយ
អ្នកបានលះបង់ច្រើនណាស់សម្រាប់ក្រុមហ៊ុនតែចុងក្រោយពួកគេបែរជាដេញអ្នកចេញគួរឲ្យអស់សំណើចមែនតើលោកជានរណាហើយពួកយើងមកមានការអីខ្ញុំជានរណាមិនសំខាន់ទេសំខាន់គឺខ្ញុំអាចជួយអ្នកសងសឹកបានជួយរបៀបម៉េចក្រុមហ៊ុនយូស៊ីងកំពុងធ្វើគម្រោងធំមួយអ្នកកាន់បច្ចេកវិទ្យា Snow គឺឈិនភីងបាននរណាអាចយកទិន្នន័យ Snow នោះបានច្បាស់ជាលោកបានលុយច្រើនមិនខានកុំប្រាប់ណាថាលោកចង់ឲ្យពួកយើងតែពួកយើងគ្មានផ្លូវយកទិន្នន័យនោះបានទេខ្ញុំគ្រាន់តែជាអ្នកបញ្ចេញលុយចំណែកវិធីសាស្ត្រអ្នកគិតខ្លួនឯងចុះស្មប់ចិត្តទៅពេលរឿងនេះចប់ខ្ញុំនឹងបញ្ជូនអ្នកទាំងពីរទៅរស់នៅក្រៅយ៉ាងសុខស្រួលនេះជាប្រាក់កក់បើជោគជ័យនឹងទទួលបាន10ដងទៀតយប់ឡើងមកជន់បានលួចចូលមកក្រុមហ៊ុនដើម្បីសាកល្បងកាតគេព្យាយាមស្កេនកាតតែមិនមានដំណើរការនោះទេមិនអញ្ចឹងឬមួយក៏លួចកាត់ខុសហើយពួកឯងកំពុងធ្វើអីហ្នឹងលួចលាក់មានការអីសន្តិសុខបានប្រទេសឃើញក៏ដេញចាប់នឹងវីគេឲ្យដួលទៅនឹងដីម៉ាជុនត្រូវបានគេចាប់ចងជាប់នឹងកៅអីក្នុងបន្ទប់សួរចម្លើយម៉ាជុនខានជួបគ្នាយូរហើយឈិនភីងមកលួចរបស់មែនទេខ្ញុំអត់មានទេខ្ញុំគ្រាន់តែដើរកាត់ទីនេះទេចុះនេះជាស្អីម៉ាជុនអញងងជាងខ្ញុំគិតទៅទៀតអញគិតថាខ្ញុំអត់មានការត្រៀមខ្លួនការពីមែនទេកាត់មួយនេះគឺជាកាត់ខ្លាញ់ខ្លាយទេមិនបាច់និយាយច្រើនជាមួយគេទេប្តឹងប៉ូលីសទៅទីបំផុតការសាកល្បងប្រព័ន្ធថ្មីបានទទួលជោគជ័យយ៉ាងត្រចះត្រចង់លោកឈិនពួកយើងធ្វើបានសម្រេចហើយពិតជាស័ក្តិសមជាលោកឈិនដែលល្បីល្បាញមិនខកឈ្មោះជាមនុស្សពូកែទេនេះគឺជាស្នាដៃរបស់ជារួមរបស់យើងការខិតខំប្រឹងប្រែងរបស់គ្រប់គ្នាខ្ញុំបានឃើញទាំងអស់ប្រធានក្រុមហ៊ុនបានចាក់តែទទួលលោកឈិនភីងនៅក្នុងបន្ទប់ធ្វើការលោកឈិនគម្រោងនេះបើដាក់ឲ្យប្រើប្រាស់ជាផ្លូវការឧស្សាហកម្មទាំងមូលច្បាស់ជាមានការប្រែប្រួលខ្លាំងយូស៊ីងច្បាស់ជាកិច្ចមិនផុតពីព្យុះភ្លៀងទេចំណែកខាងគ្រួសារសាយបើគម្រោងនេះចេញដណ្ដើមទីផ្សារបានលឿនពួកគេច្បាស់ជាទប់ទល់លេងបានយូរទៀតទេអូមែនហើយចុះរឿងម៉ាជុនគិតដោះស្រាយយ៉ាងម៉េចខ្ញុំឮថាគេចង់លួចកូដ Snow របស់អ្នកឲ្យប៉ូលីសទៅស៊ើបអង្កេតគេទៅនៅពីក្រោយក្នុងគេប្រកាសជាមានអ្នកផ្សេងទៀតតែទោះជាគេបានកូដ Snow ទៅក៏មិនអីដែរលោកអគ្គនាយកឈីនកុំបារម្ភអីខ្ញុំយល់ហើយឈិនពីងកំពុងរៀបចំផែនការយ៉ាងល្អិតល្អន់លោកអគ្គនាយកភាគហ៊ុនធ្លាក់ចុះទៀតហើយនេះជាលើកទី3ហើយក្នុងខែនេះបើនៅតែបែបនេះក្រុមហ៊ុនយើងច្បាស់ជាវិនិច្ឆ័យមិនខានមិនក៏ទៅជាអញ្ចឹងគេឈ្មោះត្រកូលផ្សៃដ៏ធំធេងរបស់ខ្ញុំចាញ់អាឈិនពីងតែម្នាក់ឯងនឹងអីលើទីផ្សារគេកំពុងតែចាំអារ៉ាមថាគម្រោងថ្មីរបស់យីស៊ីងចិត្តចេញហើយអ្នកវិនិយោគកំពុងតែរងចាំមើលឈិនពីងគឺមកពីអាឈិនពីងទាំងអស់បងសម្លាញ់ឬមួយក៏ពួកយើងទៅអង្វរប៉ាទៅប៉ានឹងឈិនពីងធ្លាប់រាប់អានគ្នាដែរតើអង្គវគាត់បានប្រយោជន៍អីពេលនេះឲ្យតែគាត់ឃើញមុខបងគាត់ចង់តែវីទេមិនខឹងបងដល់ចូលពេទ្យក៏សំណាងហើយគម្រោងរបស់យីស៊ីងដាច់ខាតមិនអាចឲ្យជោគជ័យឡើយបើមិនអញ្ចឹងទេក្រុមហ៊ុនត្រកូលផ្សៃប្រកាសជារលីមិនខាននាយកផ្សៃបានណាត់ជួបបរិះអាត់កំបាំងម្នាក់លោកអគ្គនាយកផ្សៃគិតដល់ណាហើយវិធីដែលលោកនិយាយពិតជាបានផលមែនក្រុមការងារ Snow របស់យីស៊ីងមិនមែនស្មោះត្រង់ទាំងអស់ទេឲ្យតែលុយដល់គង់តែមានអ្នកទុនចិត្តទេនេះជាបញ្ជីឈ្មោះសមាជិកក្រុមគម្រោងយីស៊ីងខ្ញុំបានចំណាំទុកអ្នកដែលអាចចាត់ការបានហើយត្រូវការលុយប៉ុន្មាន5លានការងារសម្រាប់ថែម5លានទៀតបានខ្ញុំយកព្រមសហការដោយរីករាយបរិះនោះបានទៅរកស៊ីវលីដែលជាវិស្វករក្មេងខ្ចីអញគឺស៊ីវលីមែនទេលេខាមួយរយៈនេះអញកំពុងតែខ្វះលុយលោកដឹងដោយរបៀបណារឿងដែលខ្ញុំដឹងមានច្រើនណាស់ម៉ាក់ឯងកំពុងឈឺត្រូវការលុយព្យាបាលច្រើនណាស់មែនទេតាមពិតលោកចង់ធ្វើអីឲ្យប្រាកដខ្ញុំចង់ជួយឯងក្នុងនេះមាន1លានគ្រាន់តែឯងចម្លងទិន្នន័យ Snow របស់គម្រោងមកឲ្យខ្ញុំមួយច្បាប់មកស៊ីវលីកំពុងតែស្ទាក់ស្ទើរក្នុងចិត្តយ៉ាងខ្លាំងស៊ីវលី
មួយរយៈនេះមើលទៅអញមិនសូវស្រួលសោះស៊ីវលីកូនអញថ្មីនេះមានកំហុសច្រើនដងហើយណាខ្ញុំបានកែវាឲ្យអញអស់ហើយអត់ទេខ្ញុំមិនហើយកែមើលទៅគេដោយការសង្ស័យបើមានការលំបាកអីអាចប្រាប់ខ្ញុំបានតើមានរឿងអីមែនទេពិតជាគ្មានរឿងអីទេលោកប្រធានចិនលោកកុំបារម្ភអីលោកប្រធានខ្ញុំគិតថាស៊ីវលីមានអាចកំបាំងអីហើយខ្ញុំដឹងហើយឯងរកអ្នកណាម្នាក់តាមដានគេទៅយប់ឡើងស៊ីវលីបានលួចចូលទៅក្នុងបន្ទប់ម៉ាស៊ីនតែម្នាក់ឯងយ៉ាងលាក់លៀមគេប្រញាប់ដោត USB ដើម្បីលួចចម្លងទិន្នន័យសំខាន់របស់ក្រុមហ៊ុនប្រធានចិនខ្ញុំដឹងថាលោកអស្ចារ្យណាស់តែខ្ញុំពិតជាមានជំនឿផ្សេងទេបាត់កូននេះលោកអាចសរសេរឡើងវិញបានព្រោះលោកមានសមត្ថភាពគ្រប់គ្រាន់បាត់ហើយតែអ្នកដែលខ្ញុំមានជីវិតតែមួយគត់ស៊ីវលីអញកំពុងធ្វើអីហ្នឹងគេភ្ញាក់ព្រឹកយ៉ាងខ្លាំងពេកឃើញថៅកែមកតាន់ពេលកុំកម្រាស់ស៊ីវលីអញដឹងទេថាអញកំពុងធ្វើអីថៅកែចិនខ្ញុំគ្រាន់តែគេប្រញាប់ដក USB ចេញយ៉ាងលឿនទាំងភ័យស្លន់ស្លោថៅកែខ្ញុំសុំទោសអ្នកណាប្រើឲ្យអញធ្វើបែបនេះនិយាយមកការអត់ធ្មត់ខ្ញុំមានកំណត់ម៉ាក់ខ្ញុំជឿធ្ងន់ត្រូវការលុយមើលជំងឺខ្លាំងណាស់មានគេឲ្យលុយខ្ញុំ1 លានឲ្យខ្ញុំស៊ីវលីអញល្ងងណាស់មនុស្សម្នាក់នោះជាអ្នកណាខ្ញុំមិនដឹងទេគេពាក់វ៉ែនតាខ្មៅខ្ញុំមើលមុខគេមិនច្បាស់ទេនាំគេទៅបន្ទប់សន្តិសុខសិនទៅសន្តិសុខក៏បានចាប់ខ្លួនស៊ីវលីចេញទៅក្រៅបាត់មានគេចង់លួចបន្លំកាប់ឆ្កាងក្រុមហ៊ុនយើងហើយប្រហែលជាមនុស្សរបស់ក្រុមហ៊ុនសៃហើយចុះស៊ីវលីគិតចាត់ការបែបណាម្ដាយគេពិតជាឈឺមែនខ្ញុំបានស៊ើបមើលរួចហើយចុះអញមានន័យថាម៉េចទុកឱកាសឲ្យគេម្ដងទៅថ្លៃពេទ្យក្រុមហ៊ុនជាអ្នកចេញតែគេត្រូវតែសហការជាមួយយើងដើម្បីចាប់អ្នកនៅពីក្រោយរឿងនេះបន្ទាប់មកស៊ីវលីបានណាត់ជួបបរិះអាត់កំបាំងនោះនៅសន្តាគារមួយយករបស់នោះបានហើយឬនៅខ្ញុំរងចាំយូរហើយណាគេក៏យក USB ចេញពីកាបូបប្រគល់ឲ្យបរិះម្នាក់នោះបរិះនោះយកទៅដោតនឹងកុំព្យូទ័រដើម្បីត្រួតពិនិត្យមើលមិនអន់ទេប្រាក់ដែលនៅសល់ខ្ញុំនឹងវេចូលកុំរបស់ឯងកុំបារម្ភខ្ញុំនឹងវេលុយចូលកាន់នីរបស់អ្នកបរិះអាវលឿងរៀបចំខ្លួនដើរចេញពីទីនោះឈប់សិនអញពិតជាគោរពពាក្យសន្យាតែខ្ញុំមិនអាចឲ្យអញត្រឡប់ទៅវិញបានទេគេបើកភ្នែកធំដោយក្តីភ្ញាក់ផ្អើលបន្ទោសអញខ្លួនឯងចុះដែលដឹងរឿងច្រើនពេកបរិះពាក់មុខញីបារីចោលរួចស្ទុះដេញតាមយុវជននោះពេលរត់ទៅដល់ទ្វារស្រាប់តែមានមនុស្សមួយក្រុមដើរចូលមកមើលទៅល្បែងមួយនេះប្រកាសជាត្រូវបញ្ចប់នៅពេលនេះហើយឈិនពីងមិនក៏ឯងនៅទីនេះគឺឯងជាអ្នកក្បត់អញអង្គរៈស្ទុះទៅចាប់ក្របួចកបរោះនោះផ្ទុកទៅនឹងអែតនៅក្នុងបន្ទប់សួរចម្លើយប៉ូលីសកំពុងសួរចម្លើយជនសង្ស័យឈ្មោះអ្វីពួកលោកចាប់មនុស្សខុសហើយបទចារកម្មពាណិជ្ជកម្មភស្តុតាងច្បាស់លាស់ឆ្លើយតាមត្រង់មកតើអ្នកណាជាអ្នកបញ្ជាឯងឈិនពីងឈោស្ដាប់ការសួរចម្លើយពីខាងក្រៅឆែកមើលប្រតិបត្តិការធនាគាររបស់គេទៅផ្ដោតសំខាន់លើការផ្ទេរប្រាក់ធំក្នុងខែចុងក្រោយនេះកំពុងតែឆែកមើលហើយប៉ូលីសម្នាក់កាន់ឯកសារដើរសម្ដៅមករកឈិនពីងលោកឈិនរកឃើញហើយជននេះឈ្មោះចៅមីងធ្លាប់មានប្រវត្តិធ្វើចារកម្មពាណិជ្ជកម្មមួយខែចុងក្រោយនេះកាន់នីគេទទួលបានប្រាក់ធំ2 ដងសរុប5 លានប្រភពនៃការផ្ទេរប្រាក់គឺមកពីក្រុមហ៊ុនខ្មោចមួយតែពួកយើងស្រាវជ្រាវឃើញអ្នកបញ្ជាពីក្រោយគឺអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនឆៃលោកឆៃមីងយ៉នប៉ូលីសមួយក្រុមដើរសម្រុកចូលក្នុងការិយាល័យដ៏ប្រណីតមួយឆៃមីងយ៉នលោកចុកសង្ស័យពីបទចារកម្មពាណិជ្ជកម្មសូមទៅតាមពួកយើងពួកលោកចូលលំហើយខ្ញុំមិនបានធ្វើអ្វីសោះភស្តុតាងមានគ្រប់គ្រាន់សូមចូលរួមសហការផងពួកលោកមិនអាចចាប់គាត់ទេគាត់គឺជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនឆៃចំពោះមុខច្បាប់មនុស្សគ្រប់រូបគឺស្មើគ្នាប៉ូលីសដាក់ក្នុងដៃគាត់ហើយអូសចេញទៅក្រៅដោយមានស្ត្រីនោះខំប្រឹងខាត់ប៉ូលីសបណ្ដាជនសង្ស័យកាត់តាមសាលធំដែលមានបុគ្គលិកឈរមើលជាច្រើនអគ្គនាយកឆៃត្រូវគេចាប់ខ្លួនហើយឬថាជាប់ពាក់ព័ន្ធនឹងរឿងចារកម្មពាណិជ្ជកម្មចប់ហើយក្រុមហ៊ុនយើងលើកនេះចប់មែនទែនហើយ
គ្រប់គ្នារឿងរបស់ក្រុមហ៊ុន K អ្នកទាំងអស់គ្នាដឹងហើយបន្ទាប់ពីនេះទៅយើងត្រូវពន្លឿនដំណើរការលោកចេនតើសន្និសីទគម្រោងនឹងធ្វើឡើងនៅពេលណាថ្ងៃទី15ខែក្រោយល្អខ្ញុំនឹងរៀបចំអ្នកកាសែតនិងអ្នកវិនិយោគប្រធានឆេងតើខាងក្រុមហ៊ុន K មានសកម្មភាពអ្វីទៀតទេអត់ទេពួកគេកំពុងតែវិវត្តរឿងខ្លួនឯងហើយងាកមកមើលលោកតាចាស់ម្នាក់កំពុងអានកាសែតដែលចុះផ្សាយពីការចាប់ខ្លួនប្រធានក្រុមហ៊ុន K កម្មពីមែនកម្មពីមែនអកម្មអើយលោកម្ចាស់កុំពិបាកចិត្តពេកថែរក្សាសុខភាពផងមួយជីវិតរបស់ខ្ញុំចុងក្រោយត្រូវធ្លាក់ដល់ចំណុចនេះគឺមកពីកំហុសខ្ញុំគឺមកពីខ្ញុំមើលមនុស្សខុសគ្រប់គ្នាអ្វីដែលខ្ញុំនឹងប្រកាសនៅថ្ងៃនេះគឺជាដំណោះស្រាយបច្ចេកវិទ្យាថ្មីស្រឡាងគម្រោងមួយនេះអាចបង្កើនប្រសិទ្ធភាពបច្ចេកវិទ្យាបច្ចុប្បន្នដល់ទៅ3ដងហើយកាត់បន្ថយការចំណាយពាក់កណ្ដាលចាប់ពីថ្ងៃនេះទៅវិស័យមួយនេះនឹងឈានចូលយុគសម័យថ្មីទស្សនិកជនបានផ្ទុះការទះដៃអបអរសាទរយ៉ាងខ្លាំងពេលដែលចេញមកក្រៅហ្វុងអ្នកកាសែតជាច្រើនបានចំរំសួរនាំគាត់លោកចិនលើកថាលោកធ្លាប់ធ្វើការនៅក្រុមហ៊ុន K ពីមុនមែនទេបាទត្រឹមត្រូវហើយតើលោកយល់យ៉ាងណាដែរចំពោះស្ថានភាពក្រុមហ៊ុន K ពេលនេះខ្ញុំគ្រាន់តែចង់និយាយថាបច្ចេកវិទ្យាគឺប្រើដើម្បីផ្ដល់ផលប្រយោជន៍ដល់សង្គមមិនមែនប្រើដើម្បីដណ្ដើមអំណាចគ្នានោះទេគ្រប់គ្នាលោកចេនមានធរៈបន្តការសម្ភាសន៍សូមបញ្ចប់ត្រឹមនេះចុះនិយាយចប់ក្រុមអង្គរៈក៏បានអំការពីលោកចេនឡើងឡានចេញទៅបាត់លោកប្រធាន K ត្រូវចាប់ខ្លួនហើយតើក្រុមហ៊ុនយើងគិតយ៉ាងម៉េចទៅគម្រោងត្រូវរលាយអស់ហើយម្ចាស់ជំនួយកំពុងតែដកទុនវិញអស់ហើយគ្រប់គ្នាលំហូរសាច់ប្រាក់នៅក្នុងបញ្ជីក្រុមហ៊ុនយើងគឺអាចទប់ទល់បានត្រឹមតែ2ខែទៀតប៉ុណ្ណោះឬមួយក៏យើងត្រូវដាក់ពាក្យស្នើសុំប្រកាសអាស័យធនលោកម្ចាស់លោកចេនមកដល់ហើយលោកចេនលោកតា K សម្រាប់ឲ្យបានល្អទៅចេនកាន់ដៃលោកតាយ៉ាងណែនលោកចេនខ្ញុំជាអ្នកមានកំហុសចំពោះលោកតាលោកបានធ្វើល្អដាក់ខ្ញុំណាស់អ្នកខុសមិនមែនជាលោកទេក្រុមហ៊ុនត្រូវចាប់ហើយលោកចេនមួយជីវិតនេះខ្ញុំគ្រាន់តែចង់ធ្វើរឿងដែលមានប្រយោជន៍ពិតប្រាកដលោកតាក្អកយ៉ាងខ្លាំងខណៈអ្នកបម្រើប្រញាប់យកទឹកមកឲ្យតែចុងក្រោយគឺសូណាទេលោកតាទឹកចិត្តរបស់លោកខ្ញុំយល់លោកចេនប្រសិនបើក្រុមហ៊ុននៅអាចសង្គ្រោះបានលោកតាថែរក្សាសុខភាពសិនទៅរឿងផ្សេងទៀតចាំគិតតាមក្រោយលោកតាងក់ក្បាលរួចបិទភ្នែកសម្រាប់វិស្វករចេនតើលោកម្ចាស់យ៉ាងម៉េចទៅហើយមិនសូវស្រួលទេនិយាយទៅលោកម្ចាស់ជាមនុស្សល្អម្នាក់គ្រាន់តែ5មនុស្សខុសចេនងាកខ្នងរៀបនឹងដាក់ចេញទាំងទឹកមុខស្ងប់ស្ងាត់វិស្វករចេនតើក្រុមហ៊ុន K ពិតជាត្រូវដួលរំមែនទេមិនប្រាកដទេគេចូលក្នុងឡានរួចបើកចេញទៅបាត់ព្រឹកថ្ងៃបន្ទាប់នៅឯការិយាល័យលោកចេនលើថាលោកទៅសួរសុខទុក្ខលោកតា K តើលោកយល់យ៉ាងណាចំពោះស្ថានភាពក្រុមហ៊ុន K ពេលនេះអគ្គនាយកខ្ញុំចង់ទិញយកក្រុមហ៊ុន K ទិញយកមូលដ្ឋានគ្រឹះក្រុមហ៊ុននៅមានក្រុមបច្ចេកទេសក៏នៅគ្រាន់តែមានបញ្ហាខាងផ្នែកគ្រប់គ្រងចក្ខុវិស័យរបស់លោកតា K ពីមុនគឺត្រឹមត្រូវគម្រោងនេះមិន
បរិសម្នាក់កំពុងឈរសម្លឹងមើលទៅក្រៅប៉ុន្តែក្រុមហ៊ុនឆៃពេលនេះកំពុងតែដុនដាបខ្លាំងណាស់ទាំងបំណុលរឿងក្តីក្តាមនិងពាក្យចាំអារ៉ាមខ្ញុំដឹងហើយដូច្នេះទើបខ្ញុំចង់ប្រើលុយផ្ទាល់ខ្លួនដើម្បីដោះស្រាយរឿងនេះឯងច្បាស់ហើយមែនទេបាត់ច្បាស់ហើយល្អខ្ញុំគាំទ្រឯងបើត្រូវការជំនួយអ្វីប្រាប់ខ្ញុំបានគ្រប់ពេលនៅក្នុងបន្ទប់ប្រជុំលោកចិនតម្លៃទិញយករបស់អ្នកគឺទាបពេកហើយនេះជាតម្លៃទីផ្សារសមរម្យហើយបើគិតពីបំណុលនិងរឿងក្តីរបស់ក្រុមហ៊ុនឆៃពេលនេះតម្លៃនេះគឺស័ក្តិសមបំផុតហើយប៉ុន្តែទុនវិនិយោគដំបូងរបស់យើងជប់សិនអ្នកទាំងអស់គ្នាខ្ញុំអាចរងចាំដល់ក្រុមហ៊ុនឆៃខ្សែធនក៏បានដល់ពេលនោះតម្លៃនឹងកាន់តែទាបជាងនេះទៅទៀតហើយយកព្រមស៊ីញ៉េទៅយ៉ាងហោចណាស់ក៏ប្រសើរជាងបាត់បង់ទាំងស្រុងដែរអ្នកគ្រប់គ្នាក៏សម្រេចចិត្តចុះកិច្ចព្រមព្រៀងគាត់បានយកឯកសារទៅប្រគល់ឲ្យលោកតានៅមន្ទីរពេទ្យលោកចិនឯងពិតជាចង់គ្រប់គ្រងក្រុមហ៊ុនឆៃមែនឬលោកតាក្តីស្រមៃរបស់លោកតាកាលពីមុនខ្ញុំនឹងបំពេញវីជំនួសលោកតាលោកចិនខ្ញុំពិតជាមិនដឹងថាត្រូវនិយាយអ្វីទេលោកតាមិនបាច់និយាយអ្វីទេគ្រាន់តែថែរក្សាសុខភាពឲ្យបានល្អទៅគឺគ្រប់គ្រាន់ហើយគាត់បានដើរចូលក្រុមហ៊ុនដោយភាពជឿជាក់លោកអគ្គនាយកក្រុមថ្មីមកជុំគ្នាអស់ហើយល្អរសៀលនេះប្រជុំបុគ្គលិកទាំងអស់លោកអគ្គនាយកនេះជាការវិភាគសម្រាប់ថ្ងៃនេះពន្យាពេលប្រជុំវិនិយោគិនរសៀលនេះ1 ម៉ោងយើងប្រជុំបុគ្គលិកសិនចាស់លោកអគ្គនាយកអ្នកទាំងអស់គ្នាខ្ញុំដឹងថាមួយរយៈនេះអ្នកទាំងអស់គ្នាហត់នឿយណាស់តែខ្ញុំចង់ប្រាប់អ្នករាល់គ្នាថាពេលវេលាដ៏លំបាកបំផុតបានកន្លងផុតទៅហើយចាប់ពីថ្ងៃនេះទៅយើងនឹងចាប់ផ្ដើមសារជាថ្មីក្នុងរយៈពេល1 ឆ្នាំខ្ញុំនឹងធ្វើឲ្យក្រុមហ៊ុននេះត្រឡប់មកឈរនៅលំដាប់កម្ពស់វិញខ្ញុំដឹងថាមានអ្នកខ្លះមិនជឿទេមិនអីទេចាំមើលលទ្ធផលចុះធ្វើការជាមួយខ្ញុំធានាថាមិនឲ្យខុសបំណងឡើយចំណែកឯស្ត្រីម្នាក់នេះកំពុងរត់ទៅប្រាប់ប្តីរបស់នាងយ៉ាងប្រញាប់ប្រញាល់ប្តីសម្លាញ់ក្រុមហ៊ុនត្រូវបានលោកចិនទិញយកបាត់ទៅហើយថាម៉េចម្ចាស់ពាក្យហ៊ុនបានស៊ីញ៉េអស់ហើយប៉ាក៏យល់ព្រមដែរលោកជេនផេងគឺជេនផេងទៀតហើយប្តីសម្លាញ់តើយើងគួរធ្វើម៉េចទៅផ្ទះត្រូវបានគេបង្កក់អស់ហើយអូនទៅរកមេធាវីវ៉ងទៅទោះបីជាបងត្រូវចូលគុកក៏ដោយក៏មិនអាចឲ្យជេនផេងបានសុខដែរមេធាវីវ៉ងនិយាយថាគាត់មិនហ៊ានទទួលក្តីរបស់យើងទៀតទេបរិះនោះអង្គុយចុះទាំងអស់សង្ឃឹមខណៈដែលប្រពន្ធកំពុងមើលគាត់ដោយក្តីអស់សង្ឃឹមស្ត្រីនោះដើរចេញពីអគារទាំងខូចចិត្តហើយនាងក៏ឆែកមើលទូរស័ព្ទរបស់នាងចំណែកឯនៅក្នុងការិយាល័យដ៏ទំនើបមួយទីដៅគម្រោងរបស់គ្រួសារ K ពីមុនគឺត្រឹមត្រូវប៉ុន្តែការអនុវត្តមានបញ្ហាចាប់ពីចំណុចនេះទៅយើងនឹងបដូររូបមន្តថ្មីលោកជេនបើអញ្ចឹងមែនកូនចាស់ត្រូវសរសេរឡើងវិញច្រើនណាស់ហានិភ័យខ្ពស់ណាស់បើបរាជ័យការខិតខំរបស់យើងនឹងក្លាយជាអាសាអត់ខ្ញុំដឹងតែនេះជាវិធីតែមួយគត់ទុកពេលឲ្យខ្ញុំ3 ខែយើងនឹងសម្រេចគម្រោងនេះទាំងអស់គ្នាជេនផេងបានបន្តខិតខំធ្វើការរហូតដល់យប់ជ្រៅលោកអគ្គនាយកម៉ោង 2 រំលងអាធ្រាត្រហើយសម្រាប់សិនទៅនាងត្រឡប់ទៅមុនទៅលោកអគ្គនាយកលោកមិនអាចស្នាក់នៅយប់ជ្រៅរហូតបែបនេះទេលេខាលើនតើនាងដឹងទេថាហេតុអ្វីខ្ញុំទទួលយកគម្រោងនេះព្រោះខ្ញុំបានសន្យានឹងមនុស្សម្នាក់គាត់នឹកឃើញពេលដែលគាត់ទៅសួរសុខទុក្ខបរិះចំណាស់ម្នាក់លោកតាខេនេះជាលទ្ធផលថ្មីរបស់គម្រោងយើងលោកជេននេះវាល្អជាងអ្វីដែលខ្ញុំបានគិតទុកទៅទៀតទុកពេលឲ្យខ្ញុំ2 ខែទៀតវានឹងចេញជារូបរាងហើយលោកជេនមួយជីវិតនេះខ្ញុំជំពាក់លោកសងមិនអស់ទេលោកតាខេលោកមិនជំពាក់ខ្ញុំអ្វីទេបើគម្រោងនេះជោគជ័យវានឹងផ្ដល់ផលប្រយោជន៍ដល់វិស័យទាំងមូលព្រឹកបន្ទាប់ជេនផេងធ្វើដំណើរមកក្រុមហ៊ុនលោកអគ្គនាយករសៀលនេះមានកិច្ចប្រជុំដ៏សំខាន់មួយ
ស្រាប់តែមានស្ត្រីម្នាក់ស្ទុះមករកគាត់ទាំងកំហឹង ចេញពីងឯងបានបំផ្លាញគ្រួសារយើងហើយខ្ញុំសូមបដូរជីវិតជាមួយឯង នាងស្ទុះចូលទៅវាយប្រុសម្នាក់នោះទាំងកំហឹងតែត្រូវសន្តិសុខចាប់ក្របួនជាប់ លែងខ្ញុំទៅចេញពីងអាមនុស្សថោកទាបឯងប្លន់យកក្រុមហ៊ុនយើងហើយបញ្ជូនប្តីខ្ញុំចូលគុកទៀតឯងច្បាស់ជាស្លាប់មិនល្អទេ លោកស្រីឆៃក្រុមហ៊ុននេះពួកអ្នកបំផ្លាញខ្លួនឯងទេឆៃមេងយានគេជាអ្នកប្រព្រឹត្តខុសច្បាប់ខ្លួនឯងរឿងទាំងនេះតើវាតាក់ទងអីនឹងខ្ញុំកាលពីមុនតើនរណាជាអ្នកបញ្ជាឲ្យមកជន់យកកាត់ការងារខ្ញុំទៅបោះចោលក្នុងធុងសម្រាមហើយនរណាឲ្យគេប្រមាថខ្ញុំនៅក្នុងជណ្ដើរយន្តខ្ញុំធ្លាប់ទុកឱកាសឲ្យពួកអ្នកហើយតែពួកអ្នកមិនចេះថែរក្សាខ្លួនឯងនិយាយចប់គេក៏ដើរឡើងឡានយ៉ាងសង្ហាទុកឲ្យនារីម្នាក់នោះអង្គុយដួលខ្ទប់មុខដោយក្តីអស់សង្ឃឹមនាងត្រឡប់មកបន្ទប់ដ៏កំសត់សម្លឹងមើលទូរស័ព្ទព័ត៌មានបានចុះផ្សាយពីភាពជោគជ័យនិងទ្រព្យសម្បត្តិរាប់ពាន់លានរបស់គេ 5000 លាន 5000 លាន ទូរស័ព្ទធ្លាក់បែកខ្ទេចខ្ទីដូចជាបេះដូងនាងពេលនេះដែរនាងបានត្រឹមយំសោកបបខ្លួនស្ដាយក្រោយរាល់ទង្វើដែលខ្លួនបានធ្វើងាកមកមើលក្នុងសារសន្និសីទដ៏ធំវិញភ្ញៀវកិត្តិយសនិងអ្នកសារព័ត៌មានទាំងអស់សូមអរគុណដែលបានអញ្ជើញមកថ្ងៃនេះខ្ញុំនឹងបង្ហាញផលិតផលដ៏អស្ចារ្យមួយផលិតផលនេះវានឹងផ្លាស់ប្ដូរឧស្សាហកម្មទាំងមូលសំឡេងទេដៃអបអសាទរបានបន្លឺឡើងពេញសាលជោគជ័យហើយលោកប្រធានពួកយើងធ្វើបានសម្រេចហើយនេះគឺជាការខិតខំប្រឹងប្រែងរបស់ពួកយើងទាំងអស់គ្នា លោកប្រធានអ្នកវិនិយោគជាច្រើនចង់ជួបលោកនៅខាងក្រៅ ទុកឲ្យពួកគេរងចាំបន្តិចសិនចុះគេក៏បញ្ឈប់ដំណើររួចទាញទូរស័ព្ទមកខលរកនរណាម្នាក់លោកតាឆៃការប្រកាសផលិតផលទទួលបានជោគជ័យខ្លាំងណាស់តើលោកតាបានឃើញតាមទូរទស្សន៍ហើយឬនៅខ្ញុំឃើញហើយខ្ញុំបានឃើញវាហើយលោកតាឆៃក្តីស្រមៃរបស់លោកតាបានសម្រេចហើយលោកចេងអរគុណលោកខ្លាំងណាស់អរគុណពិតមែនទស្សនវិជ្ជាបានកាត់មកកម្មវិធីជប់លៀងអបអរសាទរមួយយ៉ាងអធិកអធមលោកប្រធានចេងខ្ញុំសូមលើកមួយកែវជូនលោកលោកចាងមួយរយៈនេះលោកពិតជាហត់នឿយខ្លាំងណាស់ហើយហត់នឿយស្អីទៅធ្វើការជាមួយលោកគឺជាជំរើសត្រឹមត្រូវបំផុតហើយលោកប្រធានការនៅក្រុមហ៊ុនឆៃបាគុំតែបានលោកជួយទាញខ្ញុំរឿងហួសហេតុកុំរំលឹកអីផ្លូវដើរនៅវែងឆ្ងាយទៀតក្រោយមកចេនបានយកកម្មគោរពវិញ្ញាណក្ខន្ធលោកតាឆៃនៅឯទីបញ្ចុះសុខលោកតាឆៃគម្រោងនេះត្រូវបានផ្សព្វផ្សាយទូទាំងប្រទេសហើយក្តីបំណងលោកបានសម្រេចហើយពេលលោកលាចាកលោកទៅយ៉ាងស្ងប់ស្ងាត់ខ្ញុំពិតជាត្រេកអរណាស់ក្រោយពីគោរពវិញ្ញាណក្ខន្ធរួចពួកគេក៏បានដើរចេញមកវិញលោកអគ្គនាយករសៀលនេះមានប្រជុំដ៏សំខាន់មួយ លោកចោលទៅថ្ងៃនេះខ្ញុំមិនធ្វើការទេនាងសម្លឹងមើលទៅគាត់ដោយក្តីងឿងឆ្ងល់មានរឿងខ្លះសំខាន់ជាងការងារទៅទៀតពេលវេលាកន្លងផុតទៅក្រុមហ៊ុនរបស់ចេនកាន់តែរីកចម្រើនធំធាត់យ៉ាងឆាប់រហ័សលោកអគ្គនាយកពេលនេះចំណែកទីផ្សារយើងកាន់ដល់ 35% ដែលវាដាច់លេខ2បាត់ទៅហើយចំណូលត្រីមាសទី3រំពឹងថានឹងកាន់ដល់ 1000 លានធ្វើបានល្អណាស់តែយើងមិនអាចធ្វេសប្រហែសបានទេគោលដៅយើងគឺលេខ1តែពេលនេះយើងនៅឆ្ងាយពីគោលដៅនៅឡើយលោកប្រធានតើនរណាជាលេខ1ក្នុងវិស័យនេះគឺក្រុមហ៊ុន TNC ទំហំក្រុមហ៊ុនគេគឺធំជាងយើងដល់ទៅ10ដងឯណោះ3ឆ្នាំទុកពេលឲ្យខ្ញុំ3ឆ្នាំយើងនឹងយកឈ្នះពួកគេឲ្យបានក្រុមហ៊ុន Yuchen Technology ចេនភីងហោះបាទលោកប្រធានក្រុមហ៊ុននេះថ្មីអភិវឌ្ឍលឿនណាស់ចូលដល់ Top 5ហើយគួរឲ្យចាប់អារម្មណ៍ណាស់
ជំនួយការដើរចូលមករីកាការងារស៊ើបប្រវត្តិរបស់ឈិនភីងនេះបន្តិចមើលខ្ញុំបានស៊ើបមើលរួចហើយទៀនពីមុនគាត់ធ្វើការនៅក្រុមហ៊ុនឆៃស៊ីរួចត្រូវគេបញ្ឈប់ក្រោយមកក៏ចូលរួមជាមួយយូស៊ីនពេលនេះចេញរកស៊ីខ្លួនឯងត្រូវក្រុមហ៊ុនឆៃស៊ីបញ្ឈប់ពីការងាររៀងគួរឲ្យចាប់អារម្មណ៍ដល់បន្តតាមដានគេទៀតទៅនាយកឈិននេះឈ្មោះបោះសម្លេងយូរហើយនាយកចៅនិយាយគួរសំពេចហើយលិថានាយកឈិនចង់យកឈ្នះក្រុមហ៊ុនធានឈីក្នុងរយៈពេល3ឆ្នាំនាយកចៅទទួលដំណឹងលឿនមែនទីផ្សារប្រៀបដូចជាសមរភូមិដឹងពីគេដឹងពីឯងទេពច្បាំងឈ្នះនាយកឈិនថ្ងៃនេះខ្ញុំណាត់លោកមកគឺចង់និយាយរឿងសហការរឿងអីទៅក្រុមហ៊ុនធានឈីចង់ទិញយកយូឈិនរបស់លោកទាតម្លៃមកចុះភាគីទាំងសងខាងសម្លឹងមុខគ្នាក្នុងបរិយាកាសតានតឹងនាយកចៅធ្វើបែបនេះគឺចង់កម្ចាត់គូប្រជែងតាំងពីក្នុងពងមិនមែនកម្ចាត់ទេគឺចំណេញទាំងសងខាងប្រើបច្ចេកវិទ្យារបស់លោកបូករួមនឹងធនធានរបស់ខ្ញុំពួកយើងអាចពង្រីកវាឲ្យកាន់តែធំសុំទោសផងនាយកចៅខ្ញុំមិនចាប់អារម្មណ៍ទេនាយកឈិនដែលចេញមកក្រៅជួបជំនួយការរបស់ខ្លួននាយកឈិននិយាយគ្នាយ៉ាងម៉េចទៅហើយគ្មានអីត្រូវនិយាយគ្នាល្អទេនាយកឈិនចូលទៅអង្គុយក្នុងឡានរួចនិយាយដោយទឹកមុខមើងម៉ាត់ចៅធានឈីម្នាក់នេះមិនធម្មតាទេថ្ងៃក្រោយត្រូវតែប្រយ័ត្នត្រឡប់មកមើលនាយកចៅឯនេះវិញកំពុងប្រជុំដោយទឹកមុខក្រេវក្រោធឈិនភីងបានបដិសេធសំណើទិញយករបស់ខ្ញុំហើយនាយកចៅចុះពួកយើងគិតយ៉ាងម៉េចទៀតបើគេមិនចេះយល់ការគួរទេកុំបន្ទោសថាខ្ញុំមិនយកយល់ឲ្យសោះចាប់ផ្ដើមវាប្រហារផ្នែកតម្លៃដណ្ដើមយកអតិថិជនរបស់យូឈិនមកឲ្យអស់ហើយត្រូវទៅអូសទាញយកបុគ្គលិកបច្ចេកទេសស្នូលរបស់វាដោយឲ្យប្រាក់ខែគុណជា2បាត់ទទួលជ្រាបទានគ្រប់គ្នាបញ្ចប់ការប្រជុំចំណែកនាយកចៅក្រោកឈរសម្លឹងមើលទៅក្រៅក្នុងវិស័យមួយនេះមានអ្នកខ្លាំងពិតប្រាកដតែម្នាក់គត់បុរសចំណាស់ម្នាក់រត់ចូលមកទាំងស្លន់ស្លោលោកចេនមានរឿងហើយនាយកសង្ហាងើបមុខឡើងសួរមានរឿងអីក្រុមហ៊ុនធានឈីស្រាប់តែបញ្ចុះតម្លៃទាបជាងយើង 30% មួយធំត្រូវគេដណ្ដើមយកអស់ហើយនាយកចេនក្រោកឈរទាំងតក់ស្លុតចៅធានឈីចាត់ការលឿនម្លេះហើយនៅមានទៀតវិស្វករឆ្នាំ2នាក់ត្រូវគេទិញទឹកចិត្តបាត់ហើយគាត់ខឹងយ៉ាងខ្លាំងហើយប្រញាប់ដើរចេញទៅគាត់ដើរមកកាន់សាលធំនៃក្រុមហ៊ុននេះគេចង់ប្រកួតភាពអត់ធ្មត់ជាមួយយើងហើយលោកប្រធានក្រុមហ៊ុនគេមានលុយច្រើនណាស់យើងទល់អូបន្លាយមិនឈ្នះទេគាត់ងាកមកវិញដោយភាពជឿជាក់នរណាថាខ្ញុំចង់ប្រកួតតម្លៃជាមួយគេចង់ប្រើសង្គ្រាមតម្លៃដើម្បីកម្ចាត់យើងចឹងយើងត្រូវជៀសវាងចំណុចខ្លាំងរបស់គេអគ្គនាយកចង់មានន័យថាយើងមិនប្រកួតតម្លៃជាមួយគេទេគឺប្រកួតផ្នែកបច្ចេកវិទ្យាផលិតផលរបស់គេថោកមែនតែបច្ចេកវិទ្យាហួសសម័យបាត់ទៅហើយយើងត្រូវបញ្ចេញផលិតផលថ្មីដែលទំនើបជាងមុនតែការស្រាវជ្រាវគឺត្រូវការពេលវេលា1 ខែទុកពេលឲ្យខ្ញុំតែ1 ខែបានហើយអ្នកគ្រប់គ្នានៅក្នុងអង្គប្រជុំភ្ញាក់ផ្អើលយ៉ាងខ្លាំងអគ្គនាយកពេល1 ខែគឺខ្លីពេកហើយគាត់លើកដៃហាមឃាត់គ្មានការថ្លៃទេ1 ខែក្រោយខ្ញុំត្រូវតែឃើញផលិតផលថ្មីអគ្គនាយកកូដមួយនេះស្មុគស្មាញពេកហើយប្រើវិធីបំបែកកូដទៅបំបែកជាផ្នែកតូចដើម្បីងាយស្រួលធ្វើតែធ្វើបែបនេះចំណាយលើម៉ាស៊ីន server ច្រើនណាស់រឿងលុយកាក់ទុកឲ្យខ្ញុំជាអ្នកដោះស្រាយពួកលោកធ្វើយ៉ាងណាឲ្យតែបច្ចេកវិទ្យានេះល្អទៅបានហើយក្រុមការងារកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការិយាល័យគាត់ដើរសម្លឹងមើលទៅក្រៅបង្អួចយ៉ាងអង់អាចចៅធានឈីយើងចាំមើលទាំងអស់គ្នា
ស្រាប់តែឈុតកាត់មកហាងកាហ្វេមួយលោកចាងគិតយ៉ាងម៉េចហើយតើក្រុមហ៊ុនធានជីរបស់អ្នកមានន័យថាម៉េចលោកវិស្វករចាងយើងពិតជាចង់អញ្ជើញលោកមកចូលរួមជាមួយប្រាក់ខែប្រចាំឆ្នាំ5លានបូករួមទាំងភាគលាភបន្ថែមទៀតលោកក៏ឃើញពីស្ថានភាពក្រុមហ៊ុនយូឈិនពេលនេះដែរគេមិនអាចទប់ទល់នឹងសង្គ្រាមតម្លៃនេះបានយូរទេជីជាងលេចទុកជាមួយឈិនភីងលោកគួរតែផ្លាស់ប្ដូរថៅកែឲ្យបានលឿនទៅត្រឡប់ទៅប្រាប់ចៅធានជីវិញទៅមួយជីវិតនេះខ្ញុំធ្វើការឲ្យតែលោកឈិនភីងម្នាក់គត់គាត់ក្រោកឈរដើរចេញយ៉ាងលឿនដោយមិនខ្វល់គាត់បានមកដល់ការិយាល័យថៅកែរបស់គាត់លោកប្រធានមនុស្សរបស់ធានជីបានមករកខ្ញុំដឹងហើយលោកដឹងល្បិចរបស់ចៅធានជីគឺមានតែការអូសទាញបុគ្គលិកនិងបញ្ចុះតម្លៃដណ្ដើមមួយលោកប្រធានដើរមកទេស្មាគាត់អរគុណលោកហើយលោកប្រធានកាលពីមុនបើសិនជាគ្មានលោកខ្ញុំច្បាស់ជាគ្មានការងារធ្វើបាត់ទៅហើយខ្ញុំនៅតែរក្សាភាពស្មោះត្រង់មួយនេះជានិច្ចកុំបារម្ភខ្ញុំមិនឲ្យអ្នកដែលនៅក្បែរខ្ញុំខាត់បងឡើយមួយខែក្រោយមកកម្មវិធីប្រកាសផលិតផលថ្មីក៏ចាប់ផ្ដើមជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងប្រកាសចេញនូវផលិតផលចំនួនទី2របស់យើងប្រសិទ្ធភាពនិងល្បឿនដំណើរការគឺកប់ខ្លាំងមែនទែនគូប្រជែងដែលបានឃើញហើយគឺភ្ញាក់ផ្អើលយ៉ាងខ្លាំងលោកប្រធានសមត្ថភាពផលិតផលមួយនេះគឺខ្លាំងជាងផលិតផលរបស់ធានជីទៅទៀតវាមិនមែនខ្លាំងជាងតែបន្តិចទេគឺខ្លាំងជាងច្រើនណាស់ហើយអ្វីដែលកាន់តែពិសេសគឺតម្លៃរបស់វាគឺត្រឹមតែពាក់កណ្ដាលនៃតម្លៃរបស់ធានជីប៉ុណ្ណោះអ្នកទស្សនាទាំងអស់នាំគ្នាទះដៃអបអរសាទរយ៉ាងក្រើកបរិសុទ្ធចំណាស់សម្លឹងមើលទូរស័ព្ទរបស់គាត់យ៉ាងយកចិត្តទុកដាក់គាត់កំពុងមើលការផ្សាយផ្ទាល់របស់គូប្រជែងដោយទឹកមុខខឹងសម្បាចេញពីងលោកអគ្គនាយកផលិតផលថ្មីរបស់យូឈិនពិតជាខ្លាំងមែនតើយើងគួរតែផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់យើងទេផ្លាស់ប្ដូរស្អីទៅបន្តបញ្ចុះតម្លៃទៀតខ្ញុំមិនជឿថាផ្ដួលវាមិនបានទេប៉ុន្តែលោកអគ្គនាយកបើយើងបន្តបញ្ចុះតម្លៃទៀតយើងនឹងលែងមានប្រាក់ចំណេញហើយខ្ញុំមិនខ្វល់ទេផ្ដួលយូឈិនឲ្យបានសិនចាំគិតទៀតងាកមកមើលខាងក្រុមហ៊ុនយូឈិនវិញម្ដងពួកគេកំពុងតែអបអរសាទរយ៉ាងសប្បាយរីករាយលោកអគ្គនាយកចេនមានដំណឹងល្អផលិតផលថ្មីទឹកចេញបាន2ម៉ោងការបញ្ជាទិញឡើងដល់ 10,000 ហើយលោកអគ្គនាយកយើងឈ្នះហើយមិនទាន់ទេចៅធានជីមិនងាយចុះចាញ់បែបនេះទេរំពេចនោះនាងក៏ទទួលបានការហៅទូរស័ព្ទមួយខ្សែចូលមកទឹកមុខរបស់នាងប្រែជាភ័យស្លន់ស្លោភ្លាមលោកអគ្គនាយកចេនមានរឿងធំហើយមានរឿងអីក្រុមហ៊ុនធានជីទើបតែប្រកាសថាផលិតផលរបស់គេគឺឲ្យអតិថិជនប្រើដោយឥតគិតថ្លៃដំណឹងនេះធ្វើឲ្យបុគ្គលិកគ្រប់គ្នាក្នុងបន្ទប់ប្រជុំស្លន់ស្លោនិងភ័យខ្លាចយ៉ាងខ្លាំងលោកអគ្គនាយកធានជីឈួតហើយគេចង់ស្លាប់រស់ជាមួយយើងហើយអតិថិជនរបស់យើងចាប់ផ្ដើមលុបចោលការបញ្ជាទិញអស់ហើយពួកគាត់នាំគ្នាងាកទៅប្រើផលិតផលឥតគិតថ្លៃរបស់ធានជីវិញចុះផលិតផលយើងគិតយ៉ាងម៉េចទៅចុះការខិតខំស្រាវជ្រាវរបស់យើងចេនពីងដើរមកអង្គុយចុះយ៉ាងស្ងៀមស្ងាត់ដើម្បីគិតរកដំណោះស្រាយដោយម៉ត់ចត់ក៏ឲ្យក្រុមប្រឹក្សាភិបាលមកខ្ញុំត្រូវការរៃអង្គាសទុនបន្ថែមនៅចំពោះមុខក្រុមប្រឹក្សាភិបាលគាត់ចាប់ផ្ដើមពន្យល់ពីស្ថានភាពយ៉ាងជឿជាក់អ្នកទាំងអស់គ្នាយុទ្ធសាស្ត្រឥតគិតថ្លៃរបស់ធានជីមើលទៅដូចជាកាច់សាហាវតែការពិតគឺពួកគេកំពុងតែផឹកថ្នាំពុលសម្រាប់ខ្លួនឯងទេលោកអគ្គនាយកតើលោកមានន័យយ៉ាងម៉េចធានជីគឺជាក្រុមហ៊ុនដែលចុះបញ្ជីត្រឹមត្រូវម្ចាស់ភាគហ៊ុននឹងមិនបណ្ដោយឲ្យពួកគេខាតបង់យូរនោះទេការផ្ដល់ជូនឥតគិតថ្លៃអាចទ្រាំបានយ៉ាងយូរ3ខែប៉ុណ្ណោះចំណែកយើងឲ្យតែអាចតស៊ូឆ្លងផុត3ខែនេះយើងនឹងក្លាយជាអ្នកឈ្នះចុងក្រោយ
ប៉ុន្តែលោកប្រធានឈិនតើលោកអាចទ្រាំបាន3ខែដោយរបៀបណាបើគ្មានចំណូលទេក្រុមហ៊ុននឹងខ្សែធនជាមិនខានដូច្នេះទើបខ្ញុំត្រូវការរៃអង្គាសប្រាក់500លាន500លានលោកប្រធានឈិនតួលេខនេះធំពេកហើយខ្ញុំយកភាគហ៊ុន51របស់ក្រុមហ៊ុនមកបញ្ចាំប្រសិនបើ3ខែក្រោយយើងខ្សែធនក្រុមហ៊ុននឹងធ្លាក់លើដៃអ្នកគ្រប់គ្នាក្នុងបន្ទប់ប្រជុំនាំគ្នាគិតយ៉ាងស្ងៀមស្ងាត់លេខាស្រីរូបស្រស់ម្នាក់បានដើរយកកាហ្វេមកឲ្យគាត់លោកប្រធានខាងអ្នកវិនិយោគមានដំណឹងអ្វីទេពួកគេកំពុងពិចារណាលោកប្រធានចុះបើសិនជាការរៃអង្គាសប្រាក់នេះបរាជ័យគាត់សម្លឹងមើលមុខនាងវានឹងមិនបរាជ័យទេលេខាលេងតើអ្នកជឿជាក់លើខ្ញុំទេនាងសម្លឹងមើលគាត់ដោយភាពជឿជាក់យ៉ាងមុតមមខ្ញុំពិតជាជឿជាក់លើលោកគាត់ញឹមយ៉ាងកក់ក្ដៅពេលឮនាងនិយាយបែបនេះប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយស្រាប់តែទូរស័ព្ទរបស់គាត់លោតរត់ឡើងអាឡូបាទអរគុណច្រើនរៃអង្គាសប្រាក់បានសម្រេចហើយលុយ500លានបានចូលហើយគ្រប់គ្នាក្នុងបន្ទប់ស្រែកហូស្បាយអរយ៉ាងខ្លាំងជោគជ័យហើយពួកយើងមានសង្ឃឹមហើយពេលនេះមិនទាន់ដល់ពេលត្រូវអបអរទេគាត់ក្រោកឈររួចដើរទៅកាន់ក្តារខៀន3ខែបន្ទាប់នេះគឺជាពេលវេលាដ៏សំខាន់បំផុតយើងត្រូវត្រៀមខ្លួនប្រយុទ្ធក្នុងសង្គ្រាមដ៏យូរអង្វែងមួយនេះងាកមកមើលខាងក្រុមហ៊ុនគូប្រជែងវិញម្ដងពួកគេកំពុងប្រជុំយ៉ាងតានតឹងលោកប្រធានចៅយុទ្ធសាស្ត្រនេះបានដាក់ឲ្យប្រើប្រាស់1ខែហើយក្រុមហ៊ុនយើងខាត់អស់500លានភាគហ៊ុនធ្លាក់ចុះ20ម្ចាស់ភាគហ៊ុនកំពុងមានមតិមិនពេញចិត្តច្រើនណាស់ទ្រាំ2ខែទៀតទៅក្រុមហ៊ុនយ៉ាត់ចិនច្បាស់ជាដួលរំមិនខានប៉ុន្តែលោកប្រធានយើងក៏ទ្រាំលែងបានដែរក្រុមប្រឹក្សាភិបាលមិនព្រមឲ្យយើងបន្តខាត់ទៀតទេពួកឯងចង់បង្ខំទម្លាក់តំណែងខ្ញុំមែនទេលោកជូយើងគ្រាន់តែសង្ឃឹមថាលោកមានហេតុផលបន្តិចគាត់ខឹងយ៉ាងខ្លាំងហើយក៏ក្រោកដើរចេញពីបន្ទប់ប្រជុំអ្នកទាំងអស់គ្នា3ខែនេះគ្រប់គ្នាពិតជាហត់នឿយខ្លាំងណាស់ប៉ុន្តែខ្ញុំមានដំណឹងល្អមួយក្រុមហ៊ុនធានជីទប់លែងជាប់ហើយទើបទទួលដំណឹងថាពួកគេបញ្ឈប់យុទ្ធសាស្ត្រឥតគិតថ្លៃហើយថ្ងៃស្អែកទៅផលិតផលពួកគេនឹងចាប់ផ្ដើមគិតលុយវិញជោគជ័យហើយពួកយើងពិតជាឈ្នះមែនហើយពួកយើងឈ្នះហើយលោកជូស៊ីញឯកសារទទួលស្គាល់ការបរាជ័យទាំងមិនអស់ចិត្តហេខ្ញុំចាញ់ហើយត្រូវចាញ់ក្មេងម្នាក់ដែលគ្រួសារឆាយដេញចេញទៅវិញគាត់ចូលសម្លឹងមើលទៅក្រៅបង្អួចដោយក្តីអស់សង្ឃឹមនិងសោកស្ដាយឈិនភីងឯងឈ្នះហើយអ្នកទាំងអស់គ្នាលទ្ធផលថ្ងៃនេះគឺបានមកពីការប្រឹងប្រែងរបស់យើងទាំងអស់គ្នាបុគ្គលិកគ្រប់រូបនាំគ្នាទះដៃអបអរសាទរយ៉ាងរំភើប3ឆ្នាំមុនយើងត្រឹមជាក្រុមហ៊ុនតូចមួយប៉ុណ្ណោះតែថ្ងៃនេះយើងគឺជាក្រុមហ៊ុនលេខ1ហើយចូលមួយជូនចំពោះអនាគតរបស់ក្រុមហ៊ុនយូឈឿនជូនចំពោះយូឈឿនលោកឈឿនសូមអបអរសាទរផងលោកឈឿនបើគ្មានការគ្រប់គ្រងរបស់លោកក៏គ្មានយូឈឿននៅថ្ងៃនេះដែរខ្ញុំគ្រាន់តែជួយបន្តិចបន្តួចអ្នកដែលពូកែពិតប្រាកដខ្លួនឯងតាំងពីឯងនៅក្រុមហ៊ុនមុនមកម្លេះខ្ញុំដឹងថាឯងមិនមែនជាមនុស្សធម្មតាទេលោកឈឿនសរសើរពេកហើយមិនមែនសរសើរទេថ្ងៃក្រោយបើត្រូវការអីអាចប្រាប់ខ្ញុំបានគ្រប់ពេល
បើមានការអ្វីអាចប្រាប់ខ្ញុំបានយីស៊ីងតែងតែជាមិត្តរបស់អ្នកបុរសម្នាក់ទើបតែដើរចេញពីពន្ធនាគារ ក្តីសម្លាញ់ទីបំផុតបងចេញមកហើយ 3 ឆ្នាំគឺ3ឆ្នាំពេញតែម្ដង ក្តីសម្លាញ់ពួកយើងទៅផ្ទះវិញទៅ ផ្ទះយើងនៅមានផ្ទះទៀតឬចុះចិនភៀងពេលនេះយ៉ាងម៉េចហើយ គាត់ក្រុមហ៊ុនគាត់ឥឡូវមានតម្លៃរាប់ម៉ឺនលានហើយ រាប់ម៉ឺនលានល្អណាស់គាត់កំពុងមើលព័ត៌មានពីស្រូវរបស់គាត់ទាំងកំហឹងចិនភៀងឯងគិតថារឿងនេះចប់ត្រឹមនេះទេខ្ញុំបាច់ឲ្យឯងសុំតម្លៃវិញ ក្តីសម្លាញ់ឈប់ទៅយើងទល់នឹងគេមិនឈ្នះទេ ពិតមាត់មួយជីវិតនេះខ្ញុំដាច់ខាតមិនលែងចិនភៀងទេនៅឯក្រុមហ៊ុនរបស់ចិនភៀងវិញ លោកអគ្គនាយកមានដំណឹងមួយ ដំណឹងអ្វី ឆៃមីងយានចេញពីគុកហើយ ដឹងហើយ លោកអគ្គនាយកតើគួរតែបន្ថែមសន្តិសុខដែរទេ មិនបាច់ទេគេឥឡូវគ្មានសល់អ្វីទៀតទេមិនអាចធ្វើអ្វីកាត់ឡើយតែគួរតែឲ្យគេតាមដានទៅក្រែងលោកគេតច្រកធ្វើរឿងផ្ដេសផ្ដាស ចាស់លោកអគ្គនាយក យប់នោះឆៃមីងយានបានទៅជួបមនុស្សម្នាក់លោកប្រធានឆៃខាន់ជួបគ្នាយូរហើយអញមានវិធីចាត់ការចិនភៀងទេវិធីសាស្ត្រគឺតែងតែមានហើយស៊ីសងលើលោកប្រធានដាច់ចិត្តឬអត់ខ្ញុំគ្មានសល់អ្វីទៀតទេនៅមានអីមិនដាច់ចិត្តទៀតល្អអញ្ចឹងខ្ញុំនិយាយត្រង់ចុះក្រុមហ៊ុនរបស់ចិនភៀងមានចំណុចខ្សោយដ៏ធំមួយស្រាប់តែមានបុគ្គលិកម្នាក់រត់ចូលមកយ៉ាងប្រញាប់ប្រញាល់លោកអគ្គនាយកយើងត្រូវគេបដឹងហើយលោកប្រធានឈិនយើងត្រូវគេបដឹងហើយនរណាជាអ្នកប្តឹងគឺក្រុមហ៊ុនមួយឈ្មោះហៃឆងពួកគេថាបច្ចេកវិទ្យាស្នូលរបស់យើងបានរំលោភលើប៉ាតង់របស់ពួកគេវាមិនអាចទៅរួចទេបច្ចេកវិទ្យារបស់យើងគឺយើងអ្នកស្រាវជ្រាវនិងអភិវឌ្ឍដោយខ្លួនឯងភាគីម្ខាងទៀតបានបញ្ចេញវិញ្ញាបនបត្រប៉ាតង់របស់គេពេលវេលាគឺលឿនជាងយើងកន្លះឆ្នាំក្រុមហ៊ុនបច្ចេកវិទ្យាហៃឆងខ្ញុំមិនដែលឮឈ្មោះក្រុមហ៊ុននេះពីមុនមកទេខ្ញុំបានឆែកមើលរួចហើយក្រុមហ៊ុននេះទើបតែចុះបញ្ជីការពីកន្លះឆ្នាំមុនប៉ុណ្ណោះហើយអ្នកនៅពីក្រោយខ្នងគឺឆៃមីងយ៉នគេមានចិត្តនីទម្លាក់កំហុសច្បាស់ណាស់បុគ្គលិកគ្រប់គ្នាកំពុងតក់ស្លុតនឹងដំណឹងនេះនៅក្នុងបន្ទប់ប្រជុំគេចាប់ផ្ដើមរៀបចំផែនការតាំងពីពេលចេញពីគុកមកម្លេះហាឈិនពីងមើលចុះថាម្ដងនេះអញគិតធ្វើអ្វីបន្តទៀតលោកប្រធានឆៃកុំទាន់អើត្រេកអរពេកឈិនពីងមិនងាយទប់ទល់នោះទេលើកនេះវាមិនដូចមុនទេក្តីក្តាំរឿងប៉ាតង់នេះត្រូវចំណាយពេលច្រើនឆ្នាំល្មមទាញទម្លាក់ក្រុមហ៊ុនរបស់វាហើយគាត់កំពុងញ៉ាំផឹកកាហ្វេយ៉ាងមានក្តីសុខទោះបីជាចុងក្រោយវាឈ្នះក្តីក៏ដោយក៏ក្រុមហ៊ុនរបស់វាត្រូវរលីដែរលោកឈិនប៉ាតង់នេះច្បាស់ណាស់ថាជាការក្លែងបន្លំបច្ចេកវិទ្យារបស់យើងឆៃមីងយ៉នមិនអាចយកបានឡើយខ្ញុំដឹងប៉ុន្តែបើសិនជាក្តីក្តាំនេះចាប់ផ្ដើមវានឹងប៉ះពាល់ដល់ក្រុមហ៊ុនយ៉ាងខ្លាំងលោកចាងតើលោកនៅចាំឯកសារបច្ចេកវិទ្យារបស់ត្រកូលឆៃកាលពីមុនទេខ្ញុំចាំវាសុទ្ធតែនៅក្នុងម៉ាស៊ីន server របស់ក្រុមហ៊ុនអាចទាញយកមកបានកំណត់ហេតុស្រាវជ្រាវពេលវេលានិងកូដទាំងអស់គឺមិនអាចខ្វះមួយណាបានឡើយតើលោកចង់ប្រើគឺប្រើផ្ស្តាងដើម្បីធ្វើឲ្យផែនការអាក្រក់របស់ឆៃមីងយ៉នបរាជ័យទាំងស្រុងបន្ទាប់មកពួកគេក៏នាំគ្នាទៅបន្ទប់ម៉ាស៊ីន server ដើម្បីស្វែងរកផ្ស្តាងលោកចាងរកឃើញហើយកំណត់ត្រាបញ្ជូនកូដដំបូងបំផុតរបស់យើងគឺកាលពី3ឆ្នាំមុនលឿនជាងប៉ាតង់របស់ហៃឆងដល់ទៅ2ឆ្នាំកន្លះណោះល្អណាស់ប្រមូលឯកសារទាំងអស់ឲ្យរៀបរយត្រៀមខ្លួនប្តឹងពួកគេត្រឡប់ទៅវិញឆឹងកុងរកឃើញភស្តុតាងហើយ
ល្អត្រៀមវិបកវិញគាត់ដើរចេញពីបន្ទប់កុំព្យូទ័រដោយទឹកមុខមុតមមបំផុតពិតលោកចែកក្រមកូនក្តីខ្ញុំមានបានប៉ាតង់ស្របច្បាប់ក្រុមហ៊ុនចុងចោតច្បាស់ជារំលោភសិទ្ធិជំទាស់យើងមានភស្តុតាងបញ្ជាក់ថាប៉ាតង់ដើមចោតគឺខ្លាញ់ខ្លាយមេធាវីម្ខាងទៀតចាប់ផ្ដើមភ័យស្លេកមុខសូមមើលភស្តុតាងទី1កំណត់ត្រាបញ្ជូនកូដដំបូងរបស់ក្រុមហ៊ុនយើងគឺកាលពី3ឆ្នាំមុនភស្តុតាងទី2កំណត់ត្រា blockchain មិនអាចកែប្រែបានទេភស្តុតាងទី3ក្រុមហ៊ុនដើមចោតចុះបញ្ជីកាលពីកន្លះឆ្នាំមុនដាក់ពាក្យសុំប៉ាតង់ក៏កន្លះឆ្នាំមុនដែរសូមសួរថាក្រុមហ៊ុនទើបបង្កើតកន្លះឆ្នាំតើអាចមានបច្ចេកវិទ្យាកាលពី3ឆ្នាំមុនយ៉ាងម៉េចទៅឆឹងពីងឯងកុំអោពេកឆៃមីងយានហ្គេមចប់ហើយមិនទាន់ទេខ្ញុំមិនព្រមចាញ់ឡើយឆៃមីងយានពីមុនលោកមានឱកាសល្អណាស់តែលោកបំផ្លាញវាដោយផ្ទាល់ដៃឥឡូវមកធ្វើរឿងបែបនេះតើវាស័ក្តិសមទេតែហួសពេលហើយលោកមិនយល់ទេគាត់បែកខ្នងដាក់ចេញទុកឲ្យម្ខាងទៀតខឹងសម្បាតុលាការសម្រេចថាការសុំប៉ាតង់របស់ដើមចោតមានការច្បោកច្រានចោលបណ្ដឹងទាំងអស់ទស្សនិកជនទៀតដែលអបអរសាទរពេញតុលាការព្រមទាំងបង្គាប់ឲ្យដើមចោតសងការខូចខាតចំនួន20លានយន់ម្យ៉ាងទៀតដើមចោតជាប់សង្ស័យខ្លាញ់ភស្តុតាងតុលាការនឹងបញ្ជូនទៅខាងប៉ូលីសទេមិនអាចទេលេងខ្ញុំគាត់ត្រូវគេចាប់ខ្លួនទាំងកំហឹងពេញក្នុងចិត្តនាយកកំឡោះដើរចេញមកដោយភាពជឿជាក់មានក្រុមអ្នកកាសែតចោមរំថតលោកប្រធានតើលោកយល់យ៉ាងណាដែរចំពោះសារក្រមនេះច្បាប់គឺតែងតែយុត្តិធម៌ជានិច្ចលោកប្រធានឆៃមីងយានអាចនឹងត្រូវជាប់គុកម្ដងទៀតតើលោកគិតយ៉ាងណាដែរវាសនារបស់មនុស្សម្នាក់គឺគេជាអ្នកកំណត់ដោយខ្លួនឯងបន្ទាប់ពីការផ្ដល់បទសម្ភាសន៍ចប់លោកប្រធានក៏បានឡើងឡានត្រឡប់ទៅវិញទុកឲ្យក្រុមអ្នកកាសែតរត់តាមថតពីក្រោយយ៉ាងអ៊ូអរងាកមកមើលមីងយានឯនេះវិញពេលនេះត្រូវបានគេនាំខ្លួនចូលក្នុងមន្ទីរឃុំឃាំងគាត់ដើរទៅដើរមកទាំងអារម្មណ៍មិនស្ងប់តតែសោះហេតុអីក៏ខ្លាចជាបែបនេះគឺជាកំហុសខ្ញុំពិតជាខុសមែនហើយពេលវេលាបានកន្លងផុតទៅ10ឆ្នាំយ៉ាងលឿនបច្ចុប្បន្នមីងយានក្លាយជាមនុស្សចាស់ជរាអង្គុយលើទេះរុញក្នុងមណ្ឌលថែទាំស្ថាបនិកក្រុមហ៊ុនយូឈិនគឺលោកឈិនពីងត្រូវបានជាប់ឈ្មោះជាកំពូលអ្នកដឹកនាំបច្ចេកវិទ្យាពិភពលោកគ្រាន់តែឃើញព័ត៌មាននេះភ្លាមគាត់ក៏រំជួលចិត្តយ៉ាងខ្លាំងឈិនពីងលោកតាដល់ម៉ោងលេបថ្នាំហើយគាត់បានត្រឹមតែសម្រាប់ទឹកភ្នែកស្ដាយក្រោយនៅអ្វីដែលខ្លួនធ្លាប់បានធ្វើត្រឡប់មកមើលក្រុមហ៊ុនយូឈិនដ៏ធំស្កឹមស្កៃលោកប្រធានឈិនកំពុងឈរសម្លឹងមើលទេសភាពទីក្រុងពីលើអគារយ៉ាងសង្ហាលោកប្រធានរបាយការណ៍ប្រាក់ចំណូលប្រចាំឆ្នាំចេញមកហើយយ៉ាងម៉េចហើយចំណូលប្រចាំឆ្នាំបំបែកកំណត់ត្រា 50,000 លានទីផ្សារសរុប 300,000 លានឈរនៅកំពូលតារាងទី10លើពិភពលោកធ្វើបានល្អណាស់លោកអគ្គនាយកឈិន
តាលោកនៅចាំកាលពី10ឆ្នាំមុនទេពេលនោះពួកយើងគ្មានអ្វីសោះខ្ញុំនៅចាំឈិនបានដើរទៅមើលរូបថតចាស់ដែលព្យួរនៅលើជញ្ជាំងយ៉ាងយកចិត្តទុកដាក់ពេលនោះខ្ញុំមានជំនឿចិត្តតែមួយគត់គឺដាច់ខាតមិនចុះចាញ់ឡើយទស្សនវិជ្ជាបានកាត់មកដល់ទីបញ្ចុះសពគាត់បានកាន់ផ្កាពណ៌ស្ដារទៅរកភ្នូឪពុករបស់គាត់ដាក់ផ្កាចុះហើយអង្អែលរូបថតលោកប៉ាយ៉ាងថ្នាក់ថ្នមលោកប៉ាកូនធ្វើបានហើយប៉ាធ្លាប់ប្រាប់ថាធ្វើជាមនុស្សត្រូវមានភាពក្លាហាននិងត្រង់មិនត្រូវឲ្យឧបសគ្គវារំលំបានឡើយពាក្យទាំងនេះកូនតែងតែចងចាំជានិច្ចនិយាយចប់គាត់ក៏ក្រោកឈរហើយអោនគោរពភ្នូឪពុកបន្ទាប់មកគាត់បានចូលរួមថ្លែងសន្ទរកថានៅសាកលវិទ្យាល័យមួយប្អូននិស្សិតទាំងអស់គ្នាប្រហែលជាធ្លាប់ឮពីរឿងរ៉ាវរបស់ខ្ញុំកាលពីជាង10ឆ្នាំមុនខ្ញុំត្រូវបានក្រុមហ៊ុនមួយដេញចេញថ្ងៃនោះមានគេយកកាត់បុគ្គលិករបស់ខ្ញុំក្រវាត់ចោលក្នុងធុងសម្រាមពីនាទីនោះខ្ញុំមានអារម្មណ៍ថាកិត្តិយសរបស់ខ្ញុំត្រូវបានគេជន់ឈ្លីប៉ុន្តែខ្ញុំមិនបានបោះបង់នោះទេព្រោះខ្ញុំដឹងថាកិត្តិយសពិតប្រាកដគឺយើងខ្លួនឯងជាអ្នកបង្កើតវាប្អូនជីវិតមនុស្សយើងមិនអាចរលូនរហូតនោះទេពេលដែលធ្លាក់ដល់ចំណុច0សូមចងចាំថាវាមិនមែនជាទីបញ្ចប់ឡើយតែវាគឺជាចំណុចចាប់ផ្ដើមដ៏ថ្មីមួយសំឡេងផ្ទះដៃបន្លឺឡើងពេញសាលក្រោយពេលគាត់ថ្លែងចប់គាត់បានដើរចេញមកក្រៅទីដែលមានជំនួយការរងចាំលោកអគ្គនាយកការថ្លែងសន្ទរកថាគឺជោគជ័យខ្លាំងណាស់សង្ឃឹមថាវាអាចជួយជាកម្លាំងចិត្តដល់យុវជនជំនាន់ក្រោយលោកអគ្គនាយកតើយើងត្រូវទៅណាគោលដៅបន្ទាប់ត្រឡប់ទៅក្រុមហ៊ុនវិញយើងនៅមានការងារច្រើនទៀតដែលត្រូវធ្វើរថយន្តបានបើកចេញទៅយ៉ាងរលូនឆ្ពោះទៅមុខបន្តដំណើរជីវិតដ៏វែងឆ្ងាយ